ក្រោយពីនោះសច្ចាំងគាត់ក៏បានដេញឲ្យលោកអ៊ំធ្វើដំណើរចេញពីទីកន្លែងនេះក៏ប៉ុន្តែអ៊ំរឿងនៅមានសំណួរមួយទៀតគាត់ចង់សួរថាលោកសច្ចាំងកូនប្រុសរបស់ខ្ញុំគេអកតញ្ញូខ្លាំងណាស់តើកូនប្រុសរបស់ខ្ញុំគេនៅមានជីវិតឬក៏ស្លាប់សច្ចាំងគាត់មិនបានតបជាមួយនឹងសំណួរនោះទេក្រោយមកគាត់ក៏បាននិយាយថាព្រានឆាប់រត់ទៅគ្មានឱកាសច្រើនទេសំណួរផ្សេងទៀតចាំខ្ញុំឆ្លើយនៅពេលក្រោយក៏បានពេលនោះអ៊ំរឿងគាត់ចាប់ផ្ដើមក្រាបសំពះរួចហើយក៏រត់ចេញពីទីកន្លែងនោះទៅនៅក្នុងពេលនោះស្ដេចបិសាចជាមួយនឹងបរិវារក៏ចាប់ផ្ដើមដេញតាមក្រោយលោកអ៊ំដើម្បីសម្លាប់គាត់លក្ខណៈពេលនោះផងដែរសច្ចាំងក៏ចាប់ផ្ដើមបង្ហាញខ្លួនស្ទាក់ពីមុខរបស់ពួកវារួចហើយសច្ចាំងក៏ចាប់ផ្ដើមប្រណម្យដៃប្រើអានុភាពបណ្ដេញទៅកាន់ពួកខ្មោចព្រាយបិសាចនោះឲ្យរត់ខ្ចាក់ខ្ចាយចេញពីទីកន្លែងនេះស្ដេចបិសាចក៏ចាប់ផ្ដើមទាញពូថៅគប់សំដៅទៅរកសច្ចាំងក៏ប៉ុន្តែពូថៅដែលស្ដេចបិសាចគេគប់មកនោះគឺគ្រាន់តែចិត្តដល់ខ្លួនសច្ចាំងវាក៏បានធ្លាក់ចុះទៅលើដីស្ដេចបិសាចក៏ចាប់ផ្ដើមបង្កើតពូថៅមួយហើយមួយទៀតក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏មិនអាចធ្វើអ្វីទៅកាន់សច្ចាំងបានដែរភ្លាមនោះស្ដេចបិសាចក៏ចាប់ផ្ដើមប្រែរូបរាងคล้ายទៅជាជ្រូកព្រៃធំមួយក្បាលរួចហើយស្ទុះចូលទៅប្រយុទ្ធជាមួយនឹងតាសច្ចាំងមួយនឹងជ្រូកព្រៃមួយក្បាលទៀតក៏ប៉ុន្តែវានៅដូចមុននឹងឯងអានុភាពសច្ចាំងនេះមិនធម្មតានោះទេទីបំផុតបរិវាររបស់ស្ដេចបិសាចទាំងអស់ត្រូវបានខ្ចាត់ខ្ចាយរត់ចេញពីទីកន្លែងនេះអស់ទៅចំណែកឯលោកតាសច្ចាំងគិតថាបើសិនជាលែងវាទៅស្ដេចបិសាចនេះប្រកាសជាចូលទៅក្នុងភូមិសម្រាប់មនុស្សពិតជាមិនខានសច្ចាំងក៏ចាប់ផ្ដើមយកក្រឡមាសមួយរួចហើយក៏ចាប់ផ្ដើមសូត្រអាគមបន្តហៅចាប់ស្ដេចបិសាចដាក់ចូលក្នុងក្រឡមាសនោះក្រោយមកក៏ចងក្រឡមាសនោះជាប់សច្ចាំងក៏ចាប់ផ្ដើមធ្វើដំណើរសម្ដៅទៅមាត់ស្ទឹងរួចហើយក៏បន្លិចក្រឡមាសនោះចូលទៅក្នុងស្ទឹងបាត់ទៅចំណែកឯស្ដេចបិសាចនៅក្នុងក្រឡនោះខឹងខ្លាំងណាស់គេក៏បានស្រែកថាពួកឯងធ្វើបាបយើងថ្ងៃណាមួយពេលដែលយើងរួចខ្លួនយើងនឹងសម្លាប់មនុស្សស៊ីកំតិចពិតជាមិនខានពួកសច្ចាំងស្លៀកពាក់ពណ៌សដូចជាឯងនេះមានអីអស្ចារ្យនោះទេក៏ប៉ុន្តែនេះជាការកំហឹងរបស់ស្ដេចបិសាចតែប៉ុណ្ណោះបើសិនជាស្ដេចបិសាចនេះខ្លាំងប្រហែលជាមិនត្រូវសច្ចាំងចាប់យកទៅដាក់ក្នុងក្រឡមាសនោះទេបន្ទាប់ពីនោះទៅសច្ចាំងក៏បាត់ខ្លួនចេញពីទីកន្លែងនេះចំណែកឯអ៊ំរឿងគាត់រត់តាមផ្លូវនោះមានអារម្មណ៍ភ័យខ្លាចណាស់ដោយសារតែក្នុងព្រៃនេះពោពេញទៅដោយពពួកវិញ្ញាណបិសាចសខ្មៅមានតូចមានធំនាំគ្នាស្រែកបន្លាចទៅកាន់លោកអ៊ំដែលកំពុងធ្វើដំណើរក៏ប៉ុន្តែគ្មានវិញ្ញាណណាហ៊ានចូលទៅជិតខ្លួនគាត់នោះទេដោយសារអំណាចប្រទាលនៅក្នុងដៃគាត់នឹងវិញ្ញាណណាហ៊ានចូលទៅជិតខ្លួនរបស់គាត់នោះទេរហូតដល់យប់បន្តិចលោកអ៊ំក៏បានធ្វើដំណើរទៅដល់ផ្ទះក៏ប៉ុន្តែគាត់ភាំងសឹងតែប្រែคล้ายទៅជាមនុស្សបាត់បង់សតិដោយសារតែភាពភ័យខ្លាចនៅក្នុងពេលនោះគាត់ស្រាប់តែបានឃើញចន្លោះជាច្រើនភ្លឺប្រងព្រាតនៅក្បែរផ្ទះរបស់គាត់លោកអ៊ំក៏មានការងឿឆ្ងល់តាមពិតទៅប្រពន្ធរបស់អ៊ំរឿងដោយសារតែបានឃើញកូនប្រុសជាមួយនឹងប្តីធ្វើដំណើរចូលទៅក្នុងព្រៃតាំងពីព្រឹកស្មោះនេះទៅហើយមិនទាន់ឃើញត្រឡប់មកវិញអ៊ំស្រីក៏បានពឹងពាក់អ្នកភូមិឲ្យពួកគេធ្វើដំណើរចូលទៅក្នុងព្រៃដើម្បីរកប្តីនិងកូននឹងឯងតែស្របពេលនោះអ៊ំរឿងក៏បានធ្វើដំណើរចូលទៅដល់ល្មមអ្នកភូមិគេក៏ចាប់ផ្ដើមនាំគ្នាមានការភ្ញាក់ផ្អើលនៅក្នុងពេលនោះអ៊ំឈឿងដែលត្រូវជាសម្លាញ់របស់អ៊ំរឿងក៏បានសួរថាណែរឿងឯងទៅប្រមាញ់សត្វតាំងពីព្រឹកហើយចុះហេតុអ្វីពេលនេះទៅត្រឡប់មកវិញឯណាសត្វឯណាកំភ្លើងឯណាកូនប្រុសរបស់ឯងអ៊ំរឿងក៏ចាប់ផ្ដើមស្រែកយំរួចហើយគាត់ក៏និយាយថាសម្លាញ់កូនប្រុសរបស់ខ្ញុំគាត់បានស្លាប់បាត់បង់ជីវិតនៅក្នុងព្រៃបាត់ទៅហើយសម្រាប់អកតញ្ញូខ្លាំងណាស់នៅពេលដែលខ្ញុំចូលទៅក្នុងព្រៃនោះខ្ញុំបានចូលទៅប្រមាញ់សត្វនៅម្ដុំព្រៃបាំងបត់នៅពេលនោះក៏បានជួបជាមួយនឹងពពួកក្រពើជាអ្នកយាមផ្លូវវាទុកឱកាសឲ្យខ្ញុំពីរនាក់ចេញតែម្នាក់នោះទេកូនប្រុសរបស់ខ្ញុំវាសុកចិត្តស្លាប់នៅទីនោះដើម្បីឲ្យខ្ញុំមានជីវិតខ្ញុំពិតជាសោកស្ដាយកូនប្រុសល្អរបស់ខ្ញុំខ្លាំងណាស់ខ្ញុំប្រកែកដែរឲ្យគេចាញ់មកក៏ប៉ុន្តែសម្រាប់សុកចិត្តស្លាប់ដោយសារតែខ្ញុំគេចង់ឲ្យខ្ញុំមានជីវិតមកស្រុកភូមិរក្សាសិលរក្សាទានលក្ខណៈពេលនោះអ៊ំស្រីបន្ទាប់ពីឮសម្ដីរបស់ប្តីរបស់ខ្លួននិយាយដូច្នោះអ៊ំស្រីក៏ចាប់ផ្ដើមសម្រក់ទឹកភ្នែកម៉ាត់រួចហើយសួរបញ្ជាក់ទៅកាន់ប្តីគាត់ថាម៉េចឲ្យវាកូនប្រុសរបស់យើងស្លាប់នៅក្នុងដែនព្រៃមែនឬទេលោកអ៊ំរឿងងក់ក្បាលតិចគាត់និយាយអ្វីមិនចេញនោះទេដោយសារតែពេលនោះគាត់ភ័ន្តភាំងផងម្យ៉ាងទៀតគាត់មានអារម្មណ៍ផិតភ័យព្រោះបានជួបជាមួយនឹងពពួកអមនុស្សជាច្រើនអ៊ំរឿងគាត់អាចរត់មកដល់ផ្ទះក៏ប៉ុន្តែបើសិនបើជាពួកយើងវិញប្រហែលជាសន្លប់បាត់បង់ស្មារតីនៅក្នុងព្រៃបាត់ទៅហើយអ៊ំរឿងមកបានដោយសារតែគាត់ជាមនុស្សធ្លាប់ចូលទៅក្នុងព្រៃគាត់ប្រហែលជាដឹងហើយថានៅក្នុងព្រៃមានអមនុស្សថ្ងៃណាមួយគាត់ប្រកាសជាប្រឈមមុខជាមួយនឹងពួកវាគាត់បានត្រៀមខ្លួនរួចជាស្រេចនៅពេលដែលគាត់ចូលទៅក្នុងព្រៃម្ដងលក្ខណៈពេលនោះផងដែរប្រពន្ធរបស់អ៊ំរឿនគាត់ក៏ចាប់ផ្ដើមស្រែកយំរហូតដល់សន្លប់បាត់បង់ស្មារតីអ្នកភូមិភ័យខ្លាំងណាស់ក៏ចាប់ផ្ដើមគ្រាអ៊ំស្រីយកទៅដាក់ទៅលើគ្រែនៅក្នុងផ្ទះរបស់អ៊ំរឿងនោះគ្រាន់តែជាផ្ទះតូចមួយតែប៉ុណ្ណោះគ្រែមានតែពីរសម្រាប់ឲ្យពួកគាត់សម្រាកភ្លាមនោះអ៊ំឈៀង
គាត់ក៏បានសួរទៅកាន់សម្លាញ់គាត់ថាណែរឿងបើសិនជាពួកខ្មោចព្រាយបិសាចនៅទីនោះច្រើនដូច្នោះហើយចុះហេតុអ្វីឯងអាចធ្វើដំណើរមកដល់ស្រុកភូមិវិញខ្ញុំឆ្ងល់ណាស់អមរឿងគាត់ចាប់ផ្ដើមនឹកឃើញទៅដល់ប្រទាលស័ក្តិសិទ្ធិដែលសច្ចាំងស្លៀកពាក់ពណ៌សឲ្យមកកាន់គាត់និយាយថាអ្នកភូមិទាំងអស់គ្នាខ្ញុំមកដល់ផ្ទះដោយសារតែប្រទាលស័ក្តិសិទ្ធិនៅក្នុងដៃរបស់ខ្ញុំនេះសច្ចាំងម្នាក់ឲ្យមកខ្ញុំបើសិនមិនអញ្ចឹងនោះទេខ្ញុំប្រកាសជាស្លាប់នៅក្នុងដែនព្រៃដោយសារតែខ្មោចព្រាយបិសាចស៊ីបាត់ទៅហើយក្រោយពេលនិយាយរួចអមរឿងគាត់ក៏ចាប់ផ្ដើមលាបាត់ដៃរបស់គាត់បង្ហាញប្រទាលឲ្យទៅអ្នកភូមិមើលក្រោយពីអមរឿងលាបាត់ដៃអ្នកភូមិក៏ចាប់ផ្ដើមចំហមាត់រួចហើយសម្លឹងទៅរកអមរឿងភ្លាមនោះអមឈឿងក៏បានសួរថាឯណាទៅប្រទាលស័ក្តិសិទ្ធិរបស់ឯងនោះមានតែបាត់ដៃទៅទេនឹងឯងក៏ហក់ពួកយើងមែនឬទេពេលនោះលោកអ៊ំក៏ចាប់ផ្ដើមភ័ន្តភាំងរួចហើយគាត់ប្រកែកថាអត់ទេខ្ញុំមិនកុហកនោះទេពិតប្រាកដណាស់សច្ចាំងបានឲ្យប្រទាននៅក្នុងដៃរបស់ខ្ញុំពិតណាស់ប្រទាននេះអាចការពារខ្ញុំតាំងពីព្រៃរហូតមកដល់ស្រុកភូមិបើសិនជាខ្ញុំកុហកនោះខ្ញុំនឹងអាចធ្វើដំណើរចូលមកភូមិបានយ៉ាងម៉េចកើតបើគ្មានប្រទាននោះអ្នកភូមិក៏ចេះតែជីកសួរធ្វើឲ្យលោកអ៊ំរឿងមានអារម្មណ៍ថប់ថល់ថប់ប្រមល់ភ័យខ្លាចផងមានអារម្មណ៍ណាឆ្ងល់ផងនៅពេលនេះគាត់ស្ទើរតែវង្វេងខ្លាចទៅជាមនុស្សបាត់បង់សតិទៅហើយ